Hello on Hello បងមកពីណាដែរ មកពីពេញបង មកពីពេញអ្នកពេញមែន អ្នកពេញ អ្នកពេញស្រឡាញ់ខេត្តណាជាងគេ ដូក្រី ដូលការីប៉ាកែអួតអត់ កែចូលចិត្តអួត មែន ចូលចិត្តអួត ច្បាស់អត់ ច្បាស់ អួតពីខេត្តដូលការីឲ្យបាន3កន្លែងអួតបានអត់ បាន អួតកន្លែងទី1ជាកន្លែងគេ ភ្នំដោះកមុំ នំដោះកំមុំធ្លាប់ទៅអត់ ធ្លាប់ខ្ញុំធ្លាប់ទៅ ទៅបានប៉ុន្មានដង តែបានម្ដង ម្ដងទេ តែសម្រាប់គេស្អាត អូខេអួតពីភ្នំដោះកំមុំឲ្យក្បោះក្បាយតិចបានអត់ តែសភាពគេស្អាតយ៉ាខ្ញុំចូលចិត្តមើលតែសភាពនៅហ្នឹងចូលចិត្តថតរូបនៅហ្នឹង ចូលចិត្តថតរូបនៅហ្នឹង ចា ភ្នំដោះកំមុំរូបរាងវាមិនអើរបៀប វាជាភ្នំ ជាភ្នំមែនពីរជាប់គ្នាឬមួយក៏តែមួយទេភ្នំហ្នឹង ជាប់គ្នា ចឹងមកគេហៅភ្នំដោះកំមុំណា ចា ហើយពិសេសមកទៀតភ្នំដោះកំមុំហ្នឹង ពិសេសត្រង់អាពេលតែសភាពខែពេលភ្លៀងហើយហ៎ អូអាហ្នឹងវាស្មៅដុសមកស្អាតមែនធម្មជាតិនោះស្អាតហ្មង ចូលចិត្តធម្មជាតិ អូខេចុះកន្លែងទី2 ទឹកជ្រក់ប៊ូស្រា ទឹកជ្រូកប៊ូស្រាធ្លាប់ទៅបានប៉ុន្មានដង ថតទៅម្ដង ម្ដងទេអូយតិចណាស់ តែចូលចិត្តដូក្រី ជួយចិត្តដូលការីខ្លាំងហ្មង ចា អូខេអួតពីទឹកជ្រូកប៊ូស្រាតែសភាពក៏ដូចជាសោភ័ណភាពកន្លែងហ្នឹងមិនដែរ ទឹកធ្លាក់នៅកន្លែងហ្នឹងពីលើភ្នំមកស្អាតណាស់អ្នកទាំងអស់គ្នាខ្ញុំ recommend ទៅបងឬមួយក៏ពីណាគេដែលធ្វើការ stress ហ่ะទៅលេងកន្លែងហ្នឹងមានអារម្មណ៍ថា fresh ហ្មង ទឹកជ្រោះខែណាដែលធ្លាក់ខ្លាំងជាងគេ អត់ដឹង តោះកន្លែងទី3មើលអួតកន្លែងទី3អួតខ្លាំងនេះមើល សមុទ្រឈើ សមុទ្រឈើសមុទ្រឈើធ្លាប់ទៅលើសមុទ្រមានទឹក មានសមុទ្រឈើកន្លែងហ្នឹងពណ៌ដើមឈើច្រើនហ្មងអ្នកទាំងអស់គ្នា ដើមឈើច្រើនហ្មងមែន ដើមឈើច្រើន យើងមើលទៅ view ដូចទឹកសមុទ្រចឹងដាច់ទៅភ្នែកមែន ដាច់កតុយភ្នែក ធ្លាប់ទៅបានប៉ុន្មានដង ថតទៅបានម្ដង បើសិនជាថតរូបថតស្អាតអត់ ស្អាតអ្នកទាំងអស់គ្នាកន្លែងខ្ញុំនិយាយ3ហ្នឹងសមុទ្រឈើខ្ញុំគាត់ថាថតរូបទៅឃើញយើងស្អាតហ្មងនិយាយ ស្អាតហ្មងរវាងថតរូបម្នាក់ឯងនិងថតរូបមួយសង្សារមួយណាស្អាតជាង ថតរូបម្នាក់ឯង មែនមិនចឹង ឲ្យសង្សារថតអីដោយសារសង្សារស្អាត ចុះបើយកសង្សារមកចេះថត អត់ទេអ្នកនរគ្នាខ្ញុំបរៀនតចា អូខេអញ្ចឹងចង់អួតតែ3កន្លែងហ្នឹងឯណា ចា អញ្ចឹងអ្នកនរគ្នានៅមណ្ឌលគិរីគាត់អួត3កន្លែងហ្នឹងចុះមានអី recommend ទៅអ្នកអត់ដែរទៅ3កន្លែងហ្នឹងអត់ ខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែទៅលេងកន្លែងដែលខ្ញុំនិយាយទាំង3ហ្នឹងអ្នកទាំងអស់គ្នាមិនថាប្រជាជនដែលគេរស់នៅហ្នឹងមិនថាទេសភាពនៅហ្នឹងហើយអ្នកទាំងអស់គ្នាសុទ្ធតែល្អទាំងអស់ហ្មងទាំងកាត់ stress ហ្មង មែនតើមែន មែនតើ មានសង្សារនៅក្នុងឯងសុបាយចិត្តដែរ ទាំងម៉ែក្មេងខ្ញុំនៅហ្នឹង មែនអ្នកមណ្ឌលគិរីមើលឃើញវីដេអូនេះហើយចាំជួយ comment ផងនៅខេត្តមណ្ឌលគិរីមានកន្លែងណាពិសេសលើសពី3កន្លែងហ្នឹងទៀតអត់បាយបាយ Hello on Hello បង មកពីណាដែរ មកពីពេញបង មកពីពេញអ្នកពេញមែន អ្នកពេញ អ្នកពេញស្រឡាញ់ខេត្តណាជាងគេ ដូក្រី ដូលការីប៉ាកែអួតអត់ កែចូលចិត្តអួត មែន ចូលចិត្តអួត ច្បាស់អត់ ច្បាស់ អួតពីខេត្តមណ្ឌលគិរីឲ្យបាន3កន្លែងអួតបានអត់ បាន អួតកន្លែងទី1ជាកន្លែងគេ ភ្នំដោះកមុំ នំដោះកំមុំធ្លាប់ទៅអត់ ធ្លាប់ខ្ញុំធ្លាប់ទៅ ទៅបានប៉ុន្មានដង តែបានម្ដង ម្ដងទេ តែសម្រាប់គេស្អាត អូខេអួតពីភ្នំដោះកំមុំឲ្យក្បោះក្បាយតិចបានអត់ តែសភាពគេស្អាតយ៉ាខ្ញុំចូលចិត្តមើលតែសភាពនៅហ្នឹងចូលចិត្តថតរូបនៅហ្នឹង ចូលចិត្តថតរូបនៅហ្នឹង ចា ភ្នំដោះកំមុំរូបរាងវាមិនអើរបៀប វាជាភ្នំ ជាភ្នំមែនពីរជាប់គ្នាឬមួយក៏តែមួយទេភ្នំហ្នឹង ជាប់គ្នា ចឹងមកគេហៅភ្នំដោះកំមុំណា ចា ហើយពិសេសមកទៀតភ្នំដោះកំមុំហ្នឹង ពិសេសត្រង់អាពេលតែសភាពខែពេលភ្លៀងហើយហ៎ អូអាហ្នឹងវាស្មៅដុសមកស្អាតមែនធម្មជាតិនោះស្អាតហ្មង ចូលចិត្តធម្មជាតិ អូខេចុះកន្លែងទី2 ទឹកជ្រក់ប៊ូស្រា ទឹកជ្រូកប៊ូស្រាធ្លាប់ទៅបានប៉ុន្មានដង ថតទៅបានម្ដង ម្ដងទេអូយតិចណាស់ តែចូលចិត្តដូក្រី ជួយចិត្តដូលការីខ្លាំងហ្មង ចា អូខេអួតពីទឹកជ្រូកប៊ូស្រាតែសភាពក៏ដូចជាសោភ័ណភាពកន្លែងហ្នឹងមិនដែរ ទឹកធ្លាក់នៅកន្លែងហ្នឹងពីលើភ្នំមកស្អាតណាស់អ្នកទាំងអស់គ្នាខ្ញុំ recommend ទៅបងឬមួយក៏ពីណាគេដែលធ្វើការ stress ហ่ะទៅលេងកន្លែងហ្នឹងមានអារម្មណ៍ថា fresh ហ្មង ទឹកជ្រោះខែណាដែលធ្លាក់ខ្លាំងជាងគេ អត់ដឹង តោះកន្លែងទី3មើលអួតកន្លែងទី3អួតខ្លាំងនេះមើល សមុទ្រឈើ សមុទ្រឈើសមុទ្រឈើធ្លាប់ទៅលើសមុទ្រមានទឹក មានសមុទ្រឈើកន្លែងហ្នឹងពណ៌ដើមឈើច្រើនហ្មងអ្នកទាំងអស់គ្នា ដើមឈើច្រើនហ្មងមែន ដើមឈើច្រើន យើងមើលទៅ view ដូចទឹកសមុទ្រចឹងដាច់ទៅភ្នែកមែន ដាច់កតុយភ្នែក ធ្លាប់ទៅបានប៉ុន្មានដង ថតទៅបានម្ដង បើសិនជាថតរូបថតស្អាតអត់ ស្អាតអ្នកទាំងអស់គ្នា
កន្លែងខ្ញុំនិយាយ3ហ្នឹងសមុទ្រឈើខ្ញុំគាត់ថាថតរូបទៅឃើញយើងស្អាតហ្មងនិយាយទៅ ស្អាតហ្មងរវាងថតរូបម្នាក់ឯងនិងថតរូបមួយសង្សារមួយណាស្អាតជាង ថតរូបម្នាក់ឯង មែនមិនចឹង ឲ្យសង្សារថតអីដោយសារសង្សារថតស្អាត ចុះបើយកសង្សារមកចេះថត អត់ទេអ្នកនរគ្នាខ្ញុំបរៀនតចា អូខេអញ្ចឹងចង់អួតតែ3កន្លែងហ្នឹងឯណា ចា អញ្ចឹងអ្នកនរគ្នានៅមណ្ឌលគិរីគាត់អួត3កន្លែងហ្នឹងចុះមានអី recommend តែអ្នកអត់ដែរទៅ3កន្លែងហ្នឹងអត់ ខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែទៅលេងកន្លែងដែលខ្ញុំនិយាយទាំង3ហ្នឹងអ្នកទាំងអស់គ្នាមិនថាប្រជាជនដែលគេរស់នៅហ្នឹងមិនថាទេសភាពនៅហ្នឹងហើយអ្នកទាំងអស់គ្នាសុទ្ធតែល្អទាំងអស់ហ្មងកាត់ stress ហ្មង មែនតើមែន មែនតើ មានសង្សារនៅក្នុងឯងសុបាយចិត្តដែរ ទាំងម៉ែក្មេងខ្ញុំនៅហ្នឹង មែនអ្នកមណ្ឌលគិរីមើលឃើញវីដេអូនេះហើយចាំជួយ comment ផងនៅខេត្តមណ្ឌលគិរីមានកន្លែងណាពិសេសលើសពី3កន្លែងហ្នឹងទៀតអត់បាយបាយ